សូមស្វាគមន៍មកកាន់ទីក្រុង Instagram និងទីក្រុង 3D បងប្អូនប្រហែលជាមានអារម្មណ៍ចម្លែកបន្តិចទេពេលដែលបានលើឈ្មោះនេះបងប្អូនតាមពិតឈ្មោះទីក្រុង Instagram និងទីក្រុង 3D គឺជាឈ្មោះនៃទីក្រុង Chongqing និងទីក្រុង Chengdu ហេតុអីបានជាគេហៅឈ្មោះទីក្រុងទាំងពីរនេះដូច្នេះបងប្អូននឹងយល់ច្បាស់នៅពេលដែលបងប្អូនទៅលេង Sujikou គឺជាភូមិបុរាណមួយស្ថិតនៅក្នុងទីក្រុង Chongqing ដែលសម្បូរទៅដោយផ្ទះពីបុរាណស្ថាបត្យកម្មបែបបុរាណដែលមានកន្លែងថតរូបជាច្រើននិងបងប្អូនក៏អាចទិញអីវ៉ាន់វត្ថុអនុស្សាវរីយ៍របស់ហូបផ្សេងៗនៅទីនោះផងដែរកន្លែងដែលបងប្អូនមិនអាចរំលងបាននៅទីក្រុង Chongqing គឺអគារដែលមានភ្លើងពណ៌ដ៏ស្រស់ស្អាតដូចឃើញនៅក្នុងរូបភាពនេះអញ្ចឹងបងប្អូនហុងយ៉ាតុងគឺជាគោលដៅមួយដែលមិនអាចរំលងបាននិងជាតំណាងឬក៏ landmark នៃទីក្រុង Chongqing ដែលមានភ្លើងពណ៌ដ៏ស្រស់ស្អាតនិងសម្បូរទៅដោយអីវ៉ាន់លក់តាមដងផ្លូវជាពិសេសគឺវត្ថុអនុស្សាវរីយ៍និងហាង Shop Hotpot បងប្អូនសុទ្ធជាកន្លែងពិសេសដែលបងប្អូនត្រូវទៅនៅក្នុងកម្មវិធីយើងខ្ញុំគឺ Lizaba Station ដែលជាស្ថានីយ៍រថភ្លើងទម្លុះអគារដ៏ល្បីនៅទីក្រុង Chongqingរីឯ Cyber City ឯនោះវិញគឺសម្បូរទៅដោយអគារខ្ពស់ដែលបង្កប់ដោយភ្លើងពណ៌ដ៏ស្រស់ស្អាតជាពិសេសគឺមានហាងទិញអីវ៉ាន់ក៏ដូចជាភោជនីយដ្ឋានដែលមានអាហារឆ្ងាញ់ៗដូចជាសាច់អាំង barbecue គ្រឿងសមុទ្រអូយមើលទៅគួរស្រក់ទឹកមាត់ចង់បញ្ជាក់ថាម្ហូបទាំងអស់នេះគឺស្ថិតនៅក្នុងកម្មវិធី tour របស់យើងខ្ញុំដែរបន្តដំណើរទៅទីក្រុង Chengdu ដែលជាទឹកដីដើមកំណើតរបស់សត្វខ្លាឃ្មុំ Panda បងប្អូនឃើញតិចតួចហ្នឹងមិនមែនជាខ្លាឃ្មុំមែនតើណាបងប្អូនគឺជាខ្លាឃ្មុំតុក្កតាទេសម្រាប់ខ្លាឃ្មុំមែនតើបងប្អូនឃើញធំណាស់ហើយឡើងខ្ជូតដែលកម្មវិធី tour យើងក៏ទៅចូលលេងនិងថតរូបពីចម្ងាយមិនបាច់ទៅចិត្តទេខ្លាឃ្មុំ Panda ហ្នឹងយើងថតរូបជាមួយនឹង Panda ដែលដូចនៅក្នុងរូបភាពអញ្ចឹងតែបងប្អូនក៏អាចទិញតុក្កតាខ្លាឃ្មុំទៅជូតមកផ្ទះវិញបានបន្តដើរលេងនៅទីក្រុង 3D ដែលជាទីក្រុងដ៏ស្រស់ស្អាតហើយមានផ្សាររាត្រីឈ្មោះគួនចៃអាឡេដែលនៅទីនោះមានហាងលក់ម្ហូបអាហារតាមដងផ្លូវមានហាងកាហ្វេហាងវត្ថុអនុស្សាវរីយ៍ហើយនិងកន្លែងជាច្រើនដែលសម្បូរកន្លែងថតរូបនំ snack ផ្សេងៗបងប្អូនអាចទិញភ្លក់ញ៉ាំបានបន្តកំសាន្តនៅ Anshan Bridge ដែលជាស្ពានមួយដ៏ធំនិងស្រស់ស្អាតមានភ្លើងពណ៌ដ៏ស្រស់ស្អាតនាពេលរាត្រីនៅក្នុងទីក្រុង Chengdu ដែលនាងខ្ញុំនិយាយថាទីក្រុង 3D ហ្នឹងគឺទីក្រុង Chengdu ហ្នឹងបងប្អូនណាកុំឲ្យឆ្ងល់ទេសភាពនាពេលរាត្រីនៅទីក្រុង Chengdu ក៏កប់សេរីដែរបងប្អូនជាពិសេសគឺនៅលើស្ពានហ្នឹងមានការសម្ដែងហ៊ីដែលជាលក្ខណៈចិនបុរាណហើយក៏មានសកម្មភាពជាច្រើនហើយនិងទេសភាពដ៏ស្រស់ស្អាតជាពិសេសគឺធានាជូនថាទាំងម្ហូបការស្នាក់នៅនិងការធ្វើដំណើរកំសាន្តផ្សេងៗគឺមកសប្បាយតែម្ដងបងប្អូនអញ្ចឹងបើសិនជាបងប្អូនមានចំណាប់អារម្មណ៍អាចតាក់ទងមកក្រុមហ៊ុនយើងខ្ញុំបាន